ថិតនៅក្រោមកម្មវិធីសប្បុរសធម៌សុខភាពមាត់ធ្មេញកុមារសាលារៀនអន្តរជាតិ Fulbright និងមន្ទីរពេទ្យប្រចាំសាខាខេត្តសៀមរាបបានរៀបចំធ្វើសិក្ខាសាលាលើកទី2របស់ខ្លួនស្ដីអំពីសុខភាពមាត់ធ្មេញនិងការថែទាំហើយកម្មវិធីរបស់អង្គសិក្ខាសាលានេះក៏មានការផ្សារភ្ជាប់ជាមួយនឹងសកម្មភាពពិនិត្យសុខភាពមាត់ធ្មេញការលាបថ្នាំការពារធ្មេញពុកនិងការបិទប៉ះបំពេញប្រហោងធ្មេញពុកជូនដល់ក្មួយៗសិស្សានុសិស្សសាលាអន្តរជាតិ Fulbright ដោយឥតគិតថ្លៃកិច្ចដំណើរការរបស់អង្គសិក្ខាសាលាត្រូវបានការចូលរួមពីសំណាក់មេដាបិតាអាណាព្យាបាលសិស្សជាច្រើនអ្នកផងដែរលោកសុំប៊ុនថននាយកសាលារៀនអន្តរជាតិ Fulbright បានមានប្រសាសន៍ថាអនាម័យសុខភាពគឺជាផ្នែកមួយនៃបណ្ដាសេវាដែលសាលាបានផ្ដល់ជូនសិស្សានុសិស្សមន្ទីរព្យាបាលធ្មេញបច្ចឹមសាខាខេត្តសៀមរាបគឺជាដៃគូដ៏ល្អប្រសើរជាមួយនឹងសាលារៀនអន្តរជាតិ Fulbright ក្នុងការផ្ដល់នូវការអប់រំសុខភាពមាត់ធ្មេញនិងពិនិត្យព្យាបាលនិងការថែទាំលោកបានបញ្ជាក់ថាការថែទាំសុខភាពមាត់ធ្មេញគឺជាកិច្ចការដ៏ចាំបាច់បំផុតដែលមេដាបិតាឬអាណាព្យាបាលសិស្សនិងលោកគ្រូអ្នកគ្រូត្រូវមានភារកិច្ចចូលរួមណែនាំក្មួយៗឲ្យបានយល់អំពីផលវិបាករបស់វាហើយត្រូវថែរក្សាការពារឲ្យបានដើម្បីក្មួយៗត្រូវបានជៀសវាងផុតពីជំងឺពុកធ្មេញដង្កូវស៊ីធ្មេញឬឈឺធ្មេញនោះលោកហៃវេហាប្រធានសាខាមន្ទីរព្យាបាលធ្មេញបច្ចឹមសាខាខេត្តសៀមរាបបានលើកឡើងថាសុខភាពគឺជាទ្រព្យសម្បត្តិឬក៏ជាមូលដ្ឋាននៃការរីកចម្រើនលោកបានបង្ហាញថាមាត់ធ្មេញគឺជាផ្នែកដ៏សំខាន់បំផុតយើងត្រូវបានប្រើប្រាស់វាជារៀងរាល់ថ្ងៃវាសំខាន់និងមមាញឹកបំផុតក្នុងសកម្មភាពបម្រើនិងចលនាចិញ្ចឹមជីវិតដូចនេះយើងត្រូវយកចិត្តទុកដាក់ចំពោះវាដោយកត្តាចាំបាច់បំផុតជាមួយនឹងការថែរក្សាផងដែរលោកក៏បានឲ្យដឹងផងដែរថាសិក្ខាសាលានឹងបានផ្ដល់នូវចំណេះដឹងអំពីការថែរក្សាមាត់ធ្មេញសូមឲ្យក្មួយៗទទួលយកចំណេះដឹងទៅអនុវត្តជាក់ស្ដែងផងនិងត្រូវបានផ្សព្វផ្សាយផ្ទេរចំណេះដឹងនេះទៅកាន់អ្នកដែលនៅជុំវិញក្មួយៗមេដាបិតាទាំងឡាយក៏គួរគប្បីជូនបុត្រធីតារបស់ខ្លួនជួបជាមួយនឹងគ្រូពេទ្យជំនាញរាល់ពេលមានបញ្ហាមាត់ធ្មេញឬរៀងរាល់6 ខែម្ដងដែលមិនគួរអាក់ខាន